វីដេអូនេះគឺយើងនិយាយអំពីមេរៀនទី3ដែលជា Snow យុទ្ធសាស្ត្រ Order Block FVG ហើយនឹង Retest នៅក្នុងនេះគឺយើងមាន4ចំណុចសំខាន់ដែលយើងបានចងក្រងជាប្រព័ន្ធរួចជាស្រេចអញ្ចឹងនៅក្នុងប្រព័ន្ធស្វ័យប្រវត្តិរបស់យើងបានកំណត់ចំណុចចូល trade តាមស្នាមជើងរបស់ស្ថាប័នធំឬក៏ institutional footprints អញ្ចឹងចំណុចទី1គឺ Order Block ទីផ្សារបង្កើតប្រអប់ order block OB ហ្នឹងពណ៌បៃតងសម្រាប់ buy ពណ៌ក្រហមសម្រាប់ sell អញ្ចឹងកន្លែងហ្នឹងគឺវាអញ្ចេះនៅពេលដែលគូសប្រអប់វាគូសប្រអប់បែបនេះអាហ្នឹងគេហៅថា order block អាក្រហមនេះគឺតំណាងចំនួន seller បាទនៅ version បន្ទាប់របស់ indicator របស់យើងនឹងមានចំនួន order នៅនឹងឲ្យបងប្អូនមើលហ្មងថាមួយណាដែលវា valid FVG ក៏ដោយតិចទៀត FVG ទាំងអស់ហ្នឹងនឹងមានចំនួន balance ឬក៏ចំនួន order នៅតំណឹងច្រើនដែលដាក់ឲ្យឃើញតួលេខតែហ្មងបាទឲ្យដឹងថា FVG ណា valid FVG ណាមិន valid បងប្អូនខ្លះចូល FVG ឲ្យឃើញតែ FVG ប៉ុន្តែមិនដឹងថា FVG ហ្នឹងស្អីគេមាន data ប្រមាណមានទឹកលុយប្រមាណដែលធ្វើឲ្យវា valid ព្រោះជួនកាលទៅវាមកចាក់ FVG ដាច់ FVG បាត់ហើយចេះឆ្ងល់ថា FVG នឹងអត់ valid ចឹងបានអី valid បើវាលុយតិចសាក់វាលុយច្រើនវា valid ហើយយើងអត់ដឹងយើងចេះតែចូលចឹងណាបាទគិតលេអត់ត្រូវគិតតែ trade អីចឹងទៅអញ្ចឹងនៅក្នុងចំណុចដែលបងប្អូនទាំងអស់គ្នាត្រូវយល់ពាក់ព័ន្ធជាមួយនឹង order block មានន័យថាម៉េចបើយើងនិយាយជាភាសាខ្មែរ order block មានន័យថាតំបន់ដែលមានការ order ច្រើននៅក្នុងតំបន់ order block វាបង្កើតឡើងនៅពេលដែលវាមានបាទការបុកទិញការផ្លាស់ប្ដូរ character ឬក៏ change of character ហ្នឹងវាចាប់ផ្ដើមបដូរពី trend ចុះមកក្រោមវាទៅឡើងទៅលើអាហ្នឹងវាចាប់ផ្ដើមបដូរបន្ទាប់មកវាបង្កើត order block នៅតែនេះហើយវាយើងមិនបាច់ចាំឆ្ងល់ទេយើងមិនបាច់ចាំហៅអីណាគូបន្ទាត់គូអី order block order អីទេគឺវាមាននៅនឹងស្រាប់ឲ្យយើងតែហ្មងចឹងបងប្អូនគ្រាន់តែ follow វាមកឧទាហរណ៍ឃើញ order block បែបហ្នឹងហើយតម្លៃវាព្យាយាមឡើងទៅប៉ុន្តែវានៅកឆេកជាទូទៅបងប្អូនមិនខ្វល់ទេបងប្អូនគ្រាន់តែរងចាំមើលថាសញ្ញាបាយហ្នឹងនៅក្បែរ order block ហ្នឹងyes ចូលមកបាទពីព្រោះហេតុអីនៅតែហ្នឹងក៏វាមាន FVG តែនេះក៏ FVG តែនេះក៏មាន order block ហើយបើវាមកបុកអាហ្នឹងហើយវាខ្ទាតទៅលើ yes អាហ្នឹងគឺ set up របស់យើង valid ហើយអញ្ចឹងយើងមិនបាច់ខ្វល់ទេយើងគ្រាន់តែឃើញសញ្ញាបាយនៅតំបន់ហ្នឹងអាចចូលបានបាទអាចចូលបានពីព្រោះតំបន់នេះនៅពេលវាចេញមកនេះវាចេញបាយ signal មកនេះយើងកុំទាន់ chase ទៅបាយវាភ្លាមយើងរងចាំនេះបកគោលទី2នេះនៅពេលដែលវាកើតចេញមកភ្លាមវាប្រកាសជាមក retest សិនហើយវា retest អីវាមកយកអា imbalance នេះវាមកយកអា imbalance នេះពីព្រោះផ្សារនៅពេលដែលវា move ខ្លាំងវាសល់ជើងវាសល់លុយមកកណោព្រោះកន្លែងហ្នឹងជាតម្លៃពិសេសសម្រាប់ដែលវាត្រូវទិញយកទៅបន្តទៀតអញ្ចឹងវាចុះមកសិនវាចុះមកយកសិនបន្តមកទៅវាឡើងទៅមែនតែនឃើញទេយ៉ាអាហ្នឹងគឺអញ្ចឹងពាក់ព័ន្ធជាមួយនឹង order block គឺបែបហ្នឹងឥឡូវយើងមកចូលដល់ចំណុចមួយទៀតដែលមាននៅក្នុងមេរៀនរបស់យើងគឺយើងនិយាយ FVG armed បានន័យថាវាគឺជាពេលវេលាមួយដែលវាបង្កើត FVG ហើយអាពេលដែលយើងឃើញនៅកន្លែងនោះនៅក្នុង indicator របស់យើងគឺវាបង្កើតឲ្យអូតូបាទចាំបាច់គូសទេអញ្ចឹងនៅក្នុង order block នៅក្នុង FVG armed គេដាក់ថាមានចន្លោះប្រហោងតម្លៃកាត់ឡើង indicator បង្កើតប្រអប់ចុច FVG arm នៅហ្នឹងអញ្ចឹងអា FVG arm ហ្នឹងគឺវាអត់មាន load ឲ្យយើងឃើញនៅក្នុងអតីតកាលអញ្ចេះទេអតីតកាលនេះគឺហើយឯងអញ្ចឹងគឺហើយវា load ពណ៌អញ្ចេះគេ load ពណ៌អញ្ចេះអីវា load ពណ៌អញ្ចឹងបងប្អូនទាំងអស់គ្នាយើងមើលនៅពេលដែលវាតម្លៃវាបុកឡើងវុបវាបង្កើត FVG នេះវាបង្កើត FVG ចាកន្លែងហ្នឹងគេដាក់ FVG arm នៅហ្នឹងហើយដល់ពេលបង្កើតហើយវាទុកចោលនៅហ្នឹងវាដាក់ពណ៌បៃតងនៅហ្នឹងសម្រាប់ bullish FVG អញ្ចឹងនៅពេលដែលតម្លៃវាមកចាក់ FVG ហ្នឹងឃើញវា valid ទេប៉ាំងហោះឡើងស្ទុយហើយបន្ទាប់មកវាចាប់ផ្ដើមឲ្យយើងបាយដោយសារអីវាមិនចេញបាយនៅតែនេះដោយសារតែវាមិនទាន់ confirm
នៅពេលដែលវា confirm ហើយវាដឹងថា yes សារហ្នឹង bullish អ្នក control សារហើយ yes ហោះឡើងទៅយកតែម្ដងចឹងណាចារបៀបដែលយើងប្រើរបៀបដែលយើងមើល FVG របៀបអីហ្នឹងគឺវាអញ្ចឹងហើយដល់ពេលបងប្អូនយើងរៀនអត់មាន data អត់មានអីចេះតែរៀនឲ្យឃើញតែ FVG ចូលស៊ីតែ SL ចឹងណាអូខេអញ្ចឹងចំណុចទី2ចំណុចទី3គឺយើងនិយាយអំពី retest and rejection តម្លៃរត់ត្រឡប់មកប៉ះ FVG ឬក៏ order block រួចបង្កើត wick បដិសេធតម្លៃឬគេហៅថា rejection wick ដូចខ្ញុំបញ្ជាក់មុននឹងអញ្ចឹងថានៅពេលដែលតម្លៃវាចាប់ផ្ដើមឡើងទៅខ្លាំងហើយវាបន្ទាប់មកទៀតវារត់មករត់តំបន់ FVG ហ្នឹងហើយបុកម៉ាំងអត់ធ្លាយទេបុកម៉ាំងគឺឡងទៅវិញហ្មងហើយបើសិនជាយើងហ៊ានយើងបុកឡងម៉ាំងហើយយើង entry មកហើយដាក់ SL ក្រុម FVG ហ្នឹងមកមានអីទៀតបើវាមកធ្លាយទៅមិនអាហ្នឹងបាទព្រោះយើងមាន risk reward ត្រឹមត្រូវតែ1 2បាទ SL 1បើ reward 2ទៅចំណេញ2ទៅអញ្ចឹងណាហ្នឹងហើយអញ្ចឹងយើងប្រើប្រាស់អាហ្នឹងគឺវាអញ្ចឹងបើសិនជាវា retest មកចាក់ FVG យើងអាចចូលបានប៉ុន្តែបើសិនជាអត់មានសញ្ញាបងប្អូនទាំងអស់គ្នាអាចធ្វើការ follow សញ្ញាវិញបើសិនជាក្នុងករណីចង់ confirm ណាព្រោះសញ្ញាមួយចេញមកវាទទួលការ confirm បាទអញ្ចឹងវា confirm របៀបម៉េចក្នុងមេរៀនរបស់យើងគេប្រាប់ថា retest and reject FVG order block អញ្ចឹងវាមាន2វាមាន FVG វាមាន order block ជួនកាលទៅវាបុកបាយ FVG តែវាបុកអត់បាយ order block អញ្ចឹងវាត្រូវធ្លាក់មកវិញឧទាហរណ៍សារចុះហើយបើវាឡើងឧទាហរណ៍ទៅវាបុកមកដល់បាយ FVG ប៉ុន្តែមកដល់ order block អត់បាយហោះឡើងទៅវិញឃើញទេបាទអញ្ចឹងអាកន្លែងហ្នឹងសុទ្ធសឹងតែជាចំណុចដែលយើងអាចចូលផ្សារបាននៅពេលដែលវាចេញ sell ឧទាហរណ៍មួយទៀតឧទាហរណ៍ទៅដូចតំណេះអញ្ចឹងវាមានចេញ sell retest អញ្ចឹងនៅពេលដែលវាចេញ sell retest ហ្នឹងមិនមែនចូលអាកន្លែង sell retest ហ្នឹងទេគឺយើងចូលអាកន្លែង candle ទី2ទី3នេះបើសិនជាក្នុងករណីវាចេញមកហើយវាអញ្ចឹងយើងកុំខ្វល់ពីព្រោះធម្មតាគ្មានណាគេចូលផ្សារអត់ draw down ទេវាមាន draw down វាមានអីខ្លះហើយបាទចូល candle ទី2ហ្នឹងមកបន្តមកទៀតដាក់ SL នៅលើនេះមកហើយដាក់បាទយកមួយ reward 2មកនេះកន្លែងនេះសិតនេះអាចុងនេះអីគេมันសើសាយ liquidity អញ្ចឹងដាក់ទី2ទៅហ្នឹងមកវាជាផុតទេវាមិនមកយកអាហ្នឹងវាត្រូវតែមកយកអាហ្នឹងប៉ាំងធ្លាយ TP full អញ្ចឹងណា SL នៅទៅលើនេះហើយបើវាបែកបានសេចក្តីថាម៉េចបាននេះវាដូរ trend ហើយអញ្ចឹងវាទៅតែវាអត់ទេឃើញវាអត់បែកទៅណាទេគឺវាមកឧទាហរណ៍ដូចអានេះអញ្ចឹងឃើញវាមកចាក់ឃើញវាមកចាក់ចំ sell side ចំអាកន្លែង order block យើងហើយ order block យើងអាបន្ទាត់ពណ៌ក្រហមវែងជាបន្ទាត់ពណ៌ខៀវឯងគ្រាន់តែបុកប៉ាំងភ្លាមអត់ទៅអីទាំងអស់ប៉ះម៉ាំងភ្លាមធ្លាក់ក្ដុកធ្លាក់យកហ្មងអញ្ចឹងអាហ្នឹងគឺជាចំណុចដែលយើងត្រូវយល់ដែលយើងត្រូវដឹងអំពីវាចូលដល់ចំណុចទី4គឺ signal alert អញ្ចឹងនៅពេលដែលប្រព័ន្ធបញ្ចេញ signal alert ផ្លូវការមកវាមាន buy retest ឬក៏ sell retest នៅពេលដែល candle close អញ្ចឹងខ្ញុំបានបង្ហាញឲ្យអស់មិញនោះហើយអញ្ចឹងបងប្អូនអរគ្នាអាច follow ទៅតាមនឹងបានអញ្ចឹងណាអញ្ចឹងឧទាហរណ៍ថាឥឡូវវាចេញ buy retest sell retest អញ្ចឹងយើងឧទាហរណ៍ថាវាចេញ sell retest នៅទៅនេះមកគ្រាប់ទៀតវាប្រកាសជាឡើងមក retest យកអាម្ដុំ FVG order block ហ្នឹងហើយអញ្ចឹងយើងអាចចូលបានបើយើងខ្លាច miss opportunity យើងចូលទៅហ្នឹងមកហើយយើងដាក់ SL លើនេះមកបើសិនជាក្នុងករណីវា reverse មកហើយវាបុកដាច់អាហ្នឹង CSL ទៅ CSL អស់ហ្មង10លេខឧទាហរណ៍ហើយបើសិនជាចំណេញ20លេខទោះមួយអាទិត្យហ្នឹងបងប្អូន trade 20ដងខាត10ដងចំណេញ10ដងបងប្អូនក៏នៅតែចំណេញដែរបើសិនជាបងប្អូនចេះរៀប risk reward ratio ឲ្យបានត្រឹមត្រូវអញ្ចឹងនៅក្នុងវីដេអូហ្នឹងនៅក្នុងមេរៀនហ្នឹងគឺមានប៉ុណ្ណឹងពាក់ព័ន្ធជាមួយនឹងចំណុចដែល Snow យុទ្ធសាស្ត្រ order block FVG និង retest វីដេអូបន្ទាប់គឺយើងនិយាយអំពីមេរៀនទី4ផ្ទៀងផ្ទាត់សញ្ញាដែល valid ជាមួយនឹង fake out អាសញ្ញាណាដែល valid អាសញ្ញាណាដែល fake out អញ្ចឹងវីដេអូហ្នឹងមានប៉ុណ្្នឹងសិន